បាទសួស្តីពុកម៉ែមីមីងបងប្អូនទាំងអស់គ្នាជាទីគោរពហើយនឹងរាប់អានហើយក៏សូមស្វាគមន៍សម្រាប់ការវិលត្រឡប់មកកាន់វីដេអូថ្មីបងប្អូនទាំងគ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺតកតងជាមួយនឹងស្ថានភាពមួយដែលតកតងទៅនឹងប្រទេសអាចារ្យសៀមបងប្អូនទាំងគ្នាថាតើស្ថានភាពរបស់វានឹងតើវាដើរដល់ចំណុចណាហើយថាតើគេឡើងដល់កម្រិតណាហើយឬក៏គេធ្លាក់ដល់កម្រិតណាហើយបងប្អូនទាំងគ្នាអញ្ចឹងនៅក្នុងវីដេអូឃ្លីបនេះគឺមាន2ឃ្លីបសម្រាប់ចែកជូនពុកម៉ែមីមីបងប្អូនដល់ទស្សនាបងប្អូនទាំងគ្នាហើយចាំដល់ពេលចុងវីដេអូចាំពុកម៉ែមីមីបងប្អូនទាំងគ្នាចាំចូលរួមខមមិនជាមតិយោបល់ជាមួយនឹង admin ដែរហើយ admin ក៏ចូលរួមជាយោបល់នៅក្នុងវីដេអូនេះដែរបងប្អូនទាំងគ្នាតោះឥឡូវសូមបងប្អូនទាំងគ្នាទស្សនានៅវីដេអូឃ្លីបទី1ថាតើស្ថានភាពរបស់ពួកអាចារ្យសៀមវាយ៉ាងណាហើយបងប្អូនទាំងគ្នាតោះចាប់ផ្ដើមបងស្រឡាញ់ចូលចិត្តគ្រប់គ្រងវីដេអូបងសូមជួយ share វីដេអូនេះម្នាក់មួយដើម្បីឲ្យប្រជាជនកម្ពុជាយើងមិនថាក្នុងប្រទេសក្រៅប្រទេសបានឃើញប្រទេសចៅសៀមគឺធ្លាក់ខ្លួនហើយបងប្អូនណាធ្លាក់ខ្លួនខ្លាំងតែម្ដងសូម share វីដេអូនេះដើម្បីឲ្យមានរាំងសីមាហើយនឹងមានដុកទ័រមីលីកាដែលតែងតែមើលងាយខ្មែរយើងកប់មាត់បងប្អូនណាឥឡូវមើលទៅនេះប្រទេសចៅសៀមតែធ្លាប់តែស៊ីវិល័យហឺហាផោផង់នោះធ្លាក់មកទិញរបស់ជជុះនៅក្រោមស្ពានអញ្ចឹងឬអូយបញ្ញាយគ្នាដូចឆ្កែតដើមអាចល្អមើលខ្លាំងណាស់មិនចង់សើចយំប្រហែលទេតែនេះគឺជាបាបកម្មតនហំតែម្ដងបងប្អូនមិនដែរមានរាំងសីមាមានដុកទ័រមីលីកាលឺអញហៅទេមានរបស់កាច់ទេមើលប្រជាជនហងនេះប្រជាជនអ្នកមានហងនេះអូយហើយអាមកឆើជីវិតប្រជាជនអ្នកមានអាមកឆើអូយអញឃើញអញ្ចឹងអញសប្បាយចិត្តណាស់ឲ្យពួកងាញ់ពួកហែងរលាយទៅលទ្ធផលដែលអ្នកឯងមើងងាយមកចាស់ទឹកម្ចាស់ដីបាទនៅបងប្អូនទាំងគ្នាអញ្ចឹងបានថាជីវិតវាមានឡើងមានចុះវាមិនខកអីបងប្អូនទេបងប្អូនណាហ្នឹងហើយតែជីវិតពួកអាសៀមបន្ទាប់ពីវាបានបើកការឈានពានមកប្រទេសកម្ពុជារបស់យើងតាំងពីឆ្នាំចាប់ពីថ្មីនេះពី2025ដល់2026នេះជីវិតវាដូចឃើញឡើងឯសោះបងប្អូនហើយឃើញតែធ្លាក់ចុះបងប្អូនឃើញតែធ្លាក់ចុះទេបើមិនសេដ្ឋកិច្ចធ្លាក់ចុះបាទជនជាតិវាធ្វើការបាតកម្មអញ្ចឹងគ្រោះទឹកជំនន់ហើយមានបញ្ហាគ្រោះអីផ្សេងមកបាទអាហ្នឹងមិនទាន់យកគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងបុកមួយរថក្រុងមកនេះក្នុងអាហ្នឹងអត់ទេហ្នឹងទុកក្នុងជំនាញផ្សេងអានេះយើងមកមើលទៅស្ថានភាពទស្សនវិជ្ជាជាក់ស្ដែងបងប្អូនទាំងគ្នាបាទគឺវាអញ្ចឹងមែនឥឡូវយើងទៅតាមទស្សនានៅវីដេអូឃ្លីបមួយទៀតបងប្អូនណាតែអានេះសិត idol របស់ admin ណាបងប្អូននេះអាជីពចឹងទៀតនេះដាក់សិតសំណុំចូលប្រទេសកម្ពុជាតែក៏មើលខ្លាំងទៅដាក់អត់ថៃនេះលោកព្រះហើយលេងចឹងហ្មងជួយ share ព័ត៌មាននេះម្នាក់មួយផងដោយសារតែមានបងប្រុសម្នាក់ដែលគាត់ធ្វើការនៅប្រទេសកូរ៉េគាត់ថតផ្ញើវីដេអូនេះមកឲ្យខ្ញុំគាត់បាននិយាយថានេះគឺជាស្វាយរបស់សៀមដោយសារតែកម្លាំងនៃការរួបរวมសាមគ្គីរបស់ប្រជាជនខ្មែរយើងដែលពួកគាត់ធ្វើការនៅកូរ៉េមិនពាក់ឯកាមិនប្រើប្រាស់អវ៉ាន់សៀមមិនទិញទំនិញសៀមឥឡូវនេះធ្វើឲ្យចៅប្រៃសៀមនេះមិនមានភាពអាម៉ាស់ក្នុងខ្លួនទេបងប្អូនបានយកស្វាយនេះទៅបដូរឈ្មោះថាជាផលិតផលរបស់ខ្មែរតែបងប្អូនបានស្ដាប់ឮហើយណា logo របស់ចៅប្រៃសៀមតែវាមកសម្ដែងនឹងបដូរឈ្មោះថាជារបស់ខ្មែរអញ្ចឹងបងប្អូនជួយ share ដើម្បីប្រាប់បងប្អូនប្រជាជនខ្មែរយើងនៅប្រទេសកូរ៉េហ្នឹងសូមឲ្យមានការប្រុងប្រយ័ត្នក្នុងការទិញផលិតផលអ្វីពីព្រោះចៅប្រៃសៀមនេះវាថោកទាបខ្លាំងមែនតើណាបងប្អូនបាទបងប្អូនទាំងគ្នាអញ្ចឹងត្រង់ចំណុចកន្លែងនេះ admin សូមអធិស្ឋានហើយក៏សូមចូលរួមដេកតាក់ទងជាមួយនឹងចរិតសន្តានពួកអាចារ្យសៀមពួកអានេះមិនត្រឹមតែបកែមិនត្រឹមតែបកែលួចទេបាទបកែលួចបកែប្លន់បកែនេះទេណាបំភ្លៃទេបាទសំបីតែបន្លំក៏វាប៉ុនដែរអ្វីដែលសំខាន់ដូចជាឮថាអ្វីនៅប្រទេសវាដូចថាវាដូចល្អណាដូចវាគាត់ថាដូចវាល្អអស្ចារ្យប៉ុន្តែឥឡូវវាដូចជាមកបន្លំយកមកប្រទេសកម្ពុជាយើងអត់មានអត់យល់អត់វាអត់យល់វាអត់យល់ត្រង់ថាវានៅចំណុចណាយើងនៅចំណុចណាអញ្ចឹងបងប្អូនអ្នកគ្នាព្រោះគេថាគេជឿនលឿនណាបងប្អូនអ្នកគ្នាគេថាគេស៊ីវិល័យគេអស្ចារ្យប៉ុន្តែដល់ពេលឃើញអញ្ចឹងអត់យល់បងប្អូនដូចចាំជួយចូលរួមចែកម្លែកឲ្យ admin តិចផងហើយបើថាមិនមកសុំបេះដូងមកក៏បានអញ្ចឹងបានថាមនុស្សគេមិនឲ្យមើលងាយមនុស្សទេបងប្អូនហ្នឹងនេះឃើញទេបាទឥឡូវយើងទៅតាមដានទស្សនាបន្តទៀតកន្លែងហ្នឹងសូមអធិស្ឋានបងប្អូនណាហ្នឹងហើយវាដូច
វាធ្វើបានគ្រប់យ៉ាងបងប្អូនអរគ្នា អូនលក់អត់ដាច់ព្យាយាមធ្វើយ៉ាងណាដើម្បីឲ្យជាជនខ្មែរយើងនេះទិញផលិតផលវាអញ្ចឹងបងប្អូនសូមសហការគ្នាណាចូលរួមកំទេចសេដ្ឋកិច្ចសៀមឲ្យខ្ទេចខ្ទីដោយសារតែប្រជាជនខ្មែរយើងឲ្យវាបានដឹងថាសេដ្ឋកិច្ចរបស់វារលំរលាយដោយសារតែប្រជាជនខ្មែរយើងហើយក៏ចង់ឲ្យវាដឹងថាកម្លាំងសាមគ្គីរបស់ប្រជាជនខ្មែរយើងនេះមានភាពខ្លាំងក្លាដល់កម្រិតណាបងប្អូនដែលរស់នៅតាមបណ្ដាប្រទេសផ្សេងៗសូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ពីល្បិចកិច្ចការរបស់ចៅព្រៃសៀមនេះដូចគ្នាបងប្អូនណារឿងវាថោកទាបខ្លាំងមែនទែនលក់អត់ដាច់ដោយសារតែប្រជាជនខ្មែរយើងរួមពហិការឥឡូវនេះមុខក្រាស់ដល់ថ្នាក់ដើរបដូរឈ្មោះថាជាស្វាយខ្មែរយើងដើម្បីឲ្យខ្មែរយើងនេះទិញរឿងនេះ share ទៅរឿងអាម៉ាស់របស់សៀមมึงនេះมึงดูดิว่าพวกมึงนี่หน้าด้านขนาดไหนโอ้โหผลไม้มะม่วงเป็นของพวกมึงแล้วประชาชนខ្មែរกูเนี่ยรวมมือกันแบนสินค้าพวกมึงจนทำให้พวกมึงเนี่ยหน้าด้านไม่รู้จักคำว่าอายเอาไปแอบเปลี่ยนชื่อว่าเป็นมะม่วงประเทศกูโอ้โหเหลือเชื่อว่ะไอ้นี่สันดานโจรเดรัจฉานจริงๆเลยว่ะไม่อายบ้างหรือไงวะฮะกูขอถามพวกมึงหน่อยนี่มึงดูดินะมะม่วงของพวกมึงขายอยู่ในตลาดเกาหลีขายไม่ได้ไงเพราะประชาชนខ្មែរกูรวมมือกันแบนสินค้าพวกมึงจนทำให้พวกมึงเนี่ยแจงค่ะแจงทุกทีเลยแจงแล้วก็ทำให้พวกมึงไม่รู้จักคำว่าอายไงแอบไปបាទហើយបងប្អូនអរគ្នាអញ្ចឹងសម្រាប់បងប្អូនយើងទាំងនៅក្នុងស្រុកនិងក្រៅស្រុកបងប្អូនយើងនៅតែបន្តនៃការពហិការដដែលស៊ូបងប្អូនអរគ្នាលទ្ធផលដែលបងប្អូនបានធ្វើណាបងប្អូនដែលនៅក្រៅប្រទេសបានធ្វើហើយនិងបងប្អូនខ្មែរយើងនៅក្នុងប្រទេសបានធ្វើឥឡូវលទ្ធផលគឺយើងបានឃើញបងប្អូនអរគ្នាអញ្ចឹងយើងនៅតែបន្តជាមួយនឹងការមិនគ្រប់គ្រងតកតងជាមួយផលិតផលរបស់សៀមទាំងអស់គ្នាបងប្អូនស៊ូបងប្អូនហ្នឹងហើយបងប្អូនអរគ្នាអញ្ចឹងតកតងជាមួយនឹងសេដ្ឋកិច្ចរបស់ប្រទេសអាចោសៀមបងប្អូនទាំងគ្នាដូចបងប្អូនបានដឹងបងប្អូនបានជ្រាបរួចមកហើយបងប្អូនទាំងគ្នាបាទគឺវាមានការធ្លាក់ចុះជាកំហុករហូតទៅដល់ពួកអានេះអ្នកចំនួនធំបាទឬក៏ពួកដែលមានទូនទីធំឥឡូវវាក៏ហៅអនុទិនដើម្បីទៅចូលរួមបកស្រាយមើលសួរនាំមើលដឹកនាំប្រទេសយ៉ាងម៉េចបានធ្វើឲ្យសេដ្ឋកិច្ចវាធ្លាក់ចុះដុនដាបដល់ថ្នាក់ហ្នឹងបងប្អូនអរគ្នាបាទហើយនឹងមួយទៀតតកតងជាមួយនឹងពួកអាអ្នកវិភាគមួយចំនួនបងប្អូនអរគ្នាហ្នឹងហើយអានេះសូមផ្ដាំផ្ញើទៅជនជាតិសៀមកុំឲ្យឆ្ងល់កុំឲ្យនៅតែប្រភ្លឺអត់ដឹងខ្យល់មិនដឹងថាថៃបានប្រទេសរបស់ពួកឯងហ្នឹងអាចោសៀមហេតុតែធ្លាក់សេដ្ឋកិច្ចដល់ថ្នាក់ហ្នឹងហេតុតែបើប្រជាជនណៃរស់នៅមានអារម្មណ៍ថាដូចពិបាកភ្នែកមើលដែរមករយៈហ្នឹងណាហ្នឹងឯងមូលហេតុណាខ្លះទីមួយគឺមកពីពួកអាអ្នកវិភាគពួកឯងហ្នឹងពួកអាខួរក្បាលថ្មិលហ្នឹងវាវិភាគមកជាការញុះញង់ដើម្បីឲ្យពួកឯងហ្នឹងមកធ្វើសង្គ្រាមឈានពានលួចទឹកដីខ្មែរហ្នឹងរហូតដល់ពួកឯងហ្នឹងកំពុងតែវិនិច្ឆ័យកំពុងរស់នៅទាំងវេទនាអាដឹងទេមូលហេតុណាដោយសារតែពួកអាអ្នកវិភាគឯងហ្នឹងវិភាគញុះញង់ឲ្យពួកឯងមកឈ្លានពានឯងដឹងថាការឈ្លានពានធ្វើសង្គ្រាមនេះវាគ្មានអ្វីចំណេញទេហើយដីដែលឯងបានឈ្លានពានហ្នឹងបើសិនជាឯងថ្ងៃណាមួយអន្តរជាតិអុសកកឯងទៅឯងត្រូវតែបកគលទឹកដីនឹងមកឲ្យកម្ពុជាវិញហើយកុំភ្លេចឯងក៏ត្រូវមានសំណងសងមកកម្ពុជាដែរឯងរឹតតែដុនដាបជាងមុនទៀតឯងចាំមើលទៅបងប្អូនដល់គ្នាហើយឯងត្រូវចាំប្រទេសដែលមានសង្គ្រាមគឺសេដ្ឋកិច្ចក៏វាមិនឡើងទេប្រជាជនក៏រស់នៅក៏អត់ស្រួលដែរសម្រាប់កម្ពុជាអត់អីទេឯងចង់ធ្វើសង្គ្រាមឯងចង់ឈានពានអត់អីទេកម្ពុជាបច្ចៈកម្ពុជាចង់បានតែសន្តិភាពទេថ្នាក់ដឹកនាំរបស់កម្ពុជារាជរដ្ឋាភិបាលរបស់កម្ពុជាគឺលោកតែងតែព្យាយាមប្រឹងប្រែងធ្វើយ៉ាងណាដើម្បីឲ្យបងប្អូនប្រជាជនខ្មែរហ្នឹងឲ្យគាត់រស់នៅបានស្រួលណាឲ្យគាត់ព្យាយាមថាឲ្យគាត់មិនចង់ឲ្យដូចប្រទេសឯងទេឯងឃើញទេឯងធ្វើសង្គ្រាមជាមួយប្រទេសកម្ពុជាសេដ្ឋកិច្ចឯងធ្លាក់ដល់បាតតារាងប៉ុន្តែកម្ពុជាមិនមានបំណងចង់បំពេញឈានពានឯងហើយក៏មិនមានបំណងដែលចង់ថាផ្ដើមឲ្យមានការផ្ទុះប្រវត្តិឬក៏ធ្វើសង្គ្រាមជាមួយឯងដែរកម្ពុជាគឺគ្រាន់តែទប់ទេធ្វើយ៉ាងម៉េចបើគេមកវាយដល់ផ្ទះហើយកម្ពុជាបានត្រឹមតែទប់ទេប៉ុន្តែឯងកុំប្រៀបធៀបសេដ្ឋកិច្ចឯងជាមួយនឹងប្រទេសកម្ពុជាបាទ
កម្ពុជាឡើងដល់បាទកម្ពុជាតារាងហើយធ្លាក់ដល់បាត់តារាងហើយសម្រាប់ទៅពួកប្រជាជនសៀមជ្រុលនិយមមួយចំនួនហើយនឹងពួកតាហ៊ានដែលអត់ដឹងខ្យល់បើសិនជាឯងចង់ឲ្យប្រទេសឯងរស់នៅទាំងវេទនាអញ្ចឹងទៀតធ្លាក់ដណ្ដើមអញ្ចឹងទៀតហើយស្ដាប់ទៅពួកញុះញង់ដែលឲ្យធ្វើសង្គ្រាមមកប្រទេសកម្ពុជាទៅហើយចង់បើឯងចង់រស់នៅបែបហ្នឹងហើយក៏ធ្វើទៅតែសុំផ្ដាំណាបើឯងចង់ឲ្យប្រទេសឯងសេដ្ឋកិច្ចរើឡើងវិញបើមានកភ្លើងនៅដៃបាញ់ក្បាលពួកដែលវិភាគញុះញង់ឲ្យសៀមឯងហ្នឹងធ្វើសង្គ្រាមឬនេះទៅមកចង់បកករឿងមួយប្រទេសកម្ពុជាទៅកភ្លើងមានបាញ់ពួកវាចោលទៅព្រោះពួកអាហ្នឹងវាគ្មានចម្រើនដល់ប្រទេសឯងទេឯងត្រូវដឹងឯងដឹងទេការញុះញង់របស់វាហ្នឹងឲ្យពួកឯងមានកំហឹងចង់មករករឿងប្រទេសកម្ពុជាឯងឃើញដល់ពេលចង់ហ៎ហើយធ្វើឲ្យឃើញហ៎នៅពេលដែលមានបញ្ហាឲ្យឃើញប្រទេសឯងធ្លាក់ក្រឹបចុះហ៎ឯងកុំថាឯងរស់នៅស្រួលពេលហ្នឹង admin អត់ជឿទេប្រទេសឯងនៅពេលនេះបច្ចុប្បន្ននេះគឺមានតែរឿងរ៉ាវជាច្រើនណាស់ដែលមិនធ្លាប់ជួបហើយកុំឆ្ងល់មូលហេតុគឺដោយសារតែពួកវិភាគញុះញង់ឲ្យពួកឯងនឹងឲ្យពួកជនជាតិឯងនឹងស្អប់ប្រទេសកម្ពុជាហ្នឹងហើយបើសិនចង់ឲ្យសេដ្ឋកិច្ចស្ដារឡើងខ្ពស់ក៏ភ្លើងមានបាញ់ក្បាលពួកហ្នឹងចោលទៅអានេះជាការស្រ័យចម្ងល់ពួកឯងកុំឲ្យពួកឯងនៅភ្លើល្ងងមិនដឹងថាមូលហេតុវាយ៉ាងម៉េចដោយសារតែពួកវិភាគភ្លើរបស់ឯងហ្នឹងហើយហើយជាពិសេសពួកអាសាព័ត៌មានដែលតែងតែភូតឯងហ្នឹងឃើញវាបាញ់ក្បាលវាចោលឲ្យអស់ទៅបងប្អូនអធិស្ឋានរៀងដូចនេះទីឯងព្រោះដោយសារអានេះរឿងរ៉ាវនៃការវិភាគរបស់ពួកវាគឺបែបហ្នឹងអញ្ចឹងបង្ហាញផ្លូវពួកអត្តហ៊ានសៀមដែលវាមានកម្លាំងបើថាវាមិនដឹងខ្យល់ថាវាចង់ឲ្យគ្រួសាររបស់វារស់នៅវេទនាឬរស់នៅដណ្ដើមយ៉ាងទៀតឲ្យវាបន្តទៅតាមបើសិនតែចង់ឲ្យប្រទេសវារើឡើងវិញអាណាដែលវិភាគឲ្យមានការញុះញង់ស្អប់កម្ពុជាឬក៏អាណាដែលវិភាគញុះញង់ដើម្បីតែហ៊ានសៀមហ្នឹងបកករឿងនេះអាហ្នឹងជាគោលដៅបាញ់ពួកវាចោលអស់ទៅប្រទេសឯងនឹងរើបឡើងសេដ្ឋកិច្ចគ្រួសារឯងនឹងរស់នៅរៀងល្អប្រសើរជាងបងប្អូនទាំងនេះហើយក៏សូមអធិស្ឋានបងប្អូនណាសង្ឃឹមថាតើតើនឹងការបកស្រាយរបស់ admin ក្នុងវីដេអូនេះបងប្អូនទាំងអស់គ្នានឹងយល់ពីអត្ថន័យរបស់ admin បងប្អូនទាំងគ្នាហ្នឹងហើយអញ្ចឹងបងប្អូនទាំងគ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងដែលចង់ចែករំលែកទៅកាន់ពុកម៉ែមីបងប្អូនទាំងអស់គ្នាបាទទស្សនាហើយយើងក៏សង្ឃឹមថាយើងជួបនៅវីដេអូថ្មីក្រោយទៀតបងប្អូនណាជាចុងក្រោយសូមអរគុណសូមគោរពលា